បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកកាត់ស្មៅតាមគោលត្រេនបងប្អូនលិចខ្លាំងណាកាត់អត់ទាន់ទេបងប្អូនលិចខ្លាំងវាមានតែយោអញ្ចឹងយើងកាត់តើយើងត្រូវប្រើដែកអំបងនេះដែកដើម្បីការពារមកពីដាច់គោលត្រេនបាទនេះបងប្អូនបន្តយើងកាត់ហើយបែបហ្នឹងយើងអាចសម្អាតក្បាច់គោលបានស្អាតក្បាច់ទៅយកក៏អាចកាត់បានដែរវាបាច់នេះបើយើងរេះដល់ដីទៅចិត្តក៏បានតែខ្ញុំដាក់សើដើម្បីកុំឲ្យវាដល់ដីពេកយើងរក្សាស្មៅខ្លះហើយនឹងដើម្បីវាត្រជាក់អញ្ចឹងបងប្អូនអូខេប៉ុណ្ណឹង